បាទគោរពសួស្តីបងប្អូនទាំងអស់គ្នាបាទដែលនិយមសិក្សាជាមួយនឹងភាសាចិនបាទថ្ងៃនេះយើងជួបជាមួយនឹងភាសាចិនមេរៀនទី1ដដែលទេប៉ុន្តែគឺជាពាក្យថ្មីបាទពាក្យទី1នេះគឺអានថាម៉ាប្រែមកថាទេដែរឬទេបាទម៉ាទេដែរឬទេបាទបងប្អូនហើយពាក្យម៉ានេះគឺយើងប្រើសម្រាប់ប្រយោគសំណួរបាទយើងយកពាក្យម៉ានេះយកទៅដាក់នៅចុងប្រយោគនៅពេលដែលយើងចង់សួរអ្វីមួយទៅនរណាម្នាក់បាទពាក្យទី2នេះគឺអានថាប្រែមកថាគាត់បាទយើងប្រើសម្រាប់មនុស្សប្រុសទេបាទថានេះថាប្រែមកថាគាត់គឺយើងប្រើសម្រាប់មនុស្សប្រុសបាទពាក្យទី3គឺអានថាពុប្រែមកថាមិនបាទពុប្រែមកថាមិនបាទពាក្យទី4គឺអានថារឹប៉ិនប្រែមកថាប្រទេសជប៉ុនរឹប៉ិនប្រែមកថាប្រទេសជប៉ុនពាក្យទី5គឺអានថាហ្វាកួប្រែមកថាប្រទេសបារាំងហ្វាកួប្រទេសបារាំងពាក្យទី6គឺអានថាជាណាតាប្រែមកថាប្រទេសកាណាដាជាណាតាប្រទេសកាណាដាបាទបន្ទាប់ពីយើងបានរៀនពាក្យទាំងវីដេអូទី1វីដេអូទី2នេះឃើញថាដូចជាជាង10ពាក្យហើយអញ្ចឹងយើងទៅបន្តជាមួយនឹងការសន្ទនាបាទរវាងតាវេជាមួយនឹងសានប៉ិនបាទយើងប្រើពាក្យខាងលើបាញ់របស់យើងនេះគឺយើងមកបង្កើតជាឃ្លាឃ្លោងប្រយោគបាទសានប៉ិនគាត់បាននិយាយថានីហៅវ៉ាចៅសានប៉ិនសឺប៉ិនរ៉ាន់បាទសានប៉ិនគាត់ថាសួស្តីខ្ញុំឈ្មោះសានប៉ិនគឺជាជនជាតិជប៉ុននីហៅវ៉ាចៅសានប៉ិនសឺប៉ិនរ៉ាន់បាទសួស្តីខ្ញុំឈ្មោះសានប៉ិនគឺជាជនជាតិជប៉ុនអញ្ចឹងសម្រាប់ដៃគូសន្ទនារបស់គាត់នោះគឺឈ្មោះថាតាវ៉ៃបាទតាវ៉ៃក៏គាត់បាននិយាយថានីហៅវ៉ាចៅតាវ៉ៃបាទប្រែមកថាសួស្តីខ្ញុំឈ្មោះតាវ៉ៃបាទតាវ៉ៃគាត់និយាយថានីហៅវ៉ាចៅតាវ៉ៃប្រែមកថាសួស្តីខ្ញុំឈ្មោះតាវ៉ៃបាទហើយបន្តទៀតគឺលោកសានប៉ិនក៏គាត់បានសួរបន្តទៅទៀតបាទគាត់សួរថានីស៊ឺហ្វាកួររ៉ាន់ម៉ានីស៊ឺហ្វាកួររ៉ាន់ម៉ាគាត់ថាតើអ្នកគឺជាជនជាតិបារាំងមែនទេបាទនីស៊ឺហ្វាកួររ៉ាន់ម៉ាតើអ្នកគឺជាជនជាតិបារាំងមែនទេបាទអញ្ចឹងសានប៉ុណ្ណឹងគាត់បានសួរទៅកាន់តាវ៉ៃសួរថាតាវ៉ៃជាជនជាតិបារាំងមែនទេហើយតាវ៉ៃក៏បានឆ្លើយថាស៊ឺមែនហើយខ្ញុំគឺជាជនជាតិបារាំងបាទស៊ឺបាទខ្ញុំជាជនជាតិបារាំងហើយសានប៉ុនក៏សួរទៀតថានេះស៊ឺថាសំទោសបាទថាស៊ឺហ្វាកួររ៉ាន់ម៉ាបើន័យថាគាត់ទៅសួរមនុស្សម្នាក់ទៀតដែលកំពុងតែឈរនៅក្បែរតាវ៉ៃហ្នឹងគាត់សួរថាស៊ឺហ្វាកួររ៉ាន់ម៉ាប្រែមកថាតើគាត់គឺជាជនជាតិបារាំងដែរមែនទេបាទថាស៊ឺហ្វាកួររ៉ាន់ម៉ាតើគាត់ជាជនជាតិបារាំងដែរមែនទេហើយតាវ៉ៃគាត់ឆ្លើយថា不是他是加拿大人បាទ不是他是加拿大人ថាមិនមែនទេគាត់គឺជាជនជាតិកាណាដាទេ不是他是加拿大人មិនមែនទេគាត់គឺជាជន